សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីរបៀបធ្វើជីបូកាឈីនៅកសិដ្ឋានពូម៉ៅគ្រឿងផ្សំសម្រាប់ធ្វើជីមានដូចជាដីម្សៅត្រីម្សៅ oyster កន្ទក់កាកកាហ្វេកម្ទេចសម្រាមកិនមេជី HMO ជាជីដែលយើងផលិតចេញពីត្រីទន្លេសុទ្ធ 100% និងលាមកគោបន្ទាប់ពីយើងចាក់ល្បាយគ្រឿងផ្សំចូលគ្នារួចហើយយើងត្រូវការច្របល់ចូលគ្នាឲ្យសព្វដោយសារយើងធ្វើជីច្រើនដូច្នេះយើងត្រូវការគ្រឿងចាក់សម្រាប់ជួយធ្វើការដោយយើងប្រើ extra water ដែលមានកម្លាំងខ្លាំងអាចជួយកាត់បន្ថយការចំណាយមនុស្សនិងចំណេញពេលវេលាបន្ទាប់ពីយើងលាយដោយប្រើគ្រឿងចាក់ហើយយើងត្រូវប្រើកម្មករដើម្បីឲ្យគាត់លាយជីបន្ថែមទៀតដើម្បីឲ្យជីកាន់តែសព្វចូលគ្នាបានល្អនិងមានប្រសិទ្ធភាពខ្ពស់បន្ទាប់មកទៀតយើងត្រូវការចាក់មេជី HMO កូរលាយជាមួយទឹករួចហើយយើងយកទៅចាក់នៅក្នុងជីដែលយើងបានលាយបន្ទាប់ពីយើងលាយល្បាយជីចូលគ្នាសព្វម្ដងហើយយើងត្រូវការលាយម្ដងទៀតដើម្បីឲ្យវាកាន់តែសព្វល្អកាលណាដែលយើងលាយជីបានសព្វល្អនោះនឹងធ្វើឲ្យជីយើងកាន់តែមានប្រសិទ្ធភាពខ្ពស់និងផ្ដល់ផលល្អដល់ដំណាំ
តពីយើងលាយជីចូលគ្នាបានរួចរាល់យើងត្រូវការក្របដោយប្រើស្លឹកចេកថង់កៅស៊ូនិងប៉ាតង់ហើយក្របរយៈពេល5ថ្ងៃបន្ទាប់ពី5ថ្ងៃមកយើងត្រូវបើកប៉ាតង់ហើយយើងត្រូវច្របល់ជីម្ដងទៀតបន្ទាប់ពី5ថ្ងៃក្រោយមកយើងត្រូវបើកជីដើម្បីជ្រោយវាម្ដងទៀតបន្ទាប់ពីយើងបានបើកមើលជីហើយយើងត្រូវការជ្រោយជីម្ដងទៀតដើម្បីឲ្យវាសព្វចូលគ្នាបន្ទាប់ពីយើងជ្រោយហើយយើងត្រូវការរក្សាទ្រង់ទ្រាយដើមដើម្បីក្របវាហើយផ្អាប់ទុកម្ដងទៀត